ជំរាបសួរបងប្អូនអរគ្នាបាទស្វាគមន៍មកកាន់ការវិភាគតម្លៃហាងឆេងមាសនិងរូបិយប័ណ្ណបរទេសជាប្រចាំថ្ងៃបងប្អូនណាបាទតម្លៃហាងឆេងមាសមានការកើនឡើងបន្ថែមទៀតហើយបាទដោយសារតែមូលហេតុអ្វីបានជាតម្លៃហាងឆេងមាសនៅក្នុងព្រឹកហ្នឹងមានការកើនឡើងខ្ញុំរកព័ត៌មានបានពីខាង website Reuters បងប្អូនពាក់ព័ន្ធជាមួយនឹងការផ្ទុះសង្គ្រាមបាទប៉ុន្តែការផ្ទុះសង្គ្រាមធ្ងន់ធ្ងរបងប្អូនបាទតោះអញ្ចឹងយើងឃើញថានៅខាង website Reuters បានប្រកាសប្រាប់យើងថារដ្ឋាភិបាលបាទអ៊ីស្រាអែលបានប្រកាសថានៅខាង Gaza បាទគឺមានការផ្ទុះសង្គ្រាមសម្រាប់មនុស្សចំនួនរហូតដល់200នាក់បងប្អូនណាបាទមួយផ្លែតទេសម្រាប់មនុស្សរហូតដល់200នាក់ប៉ុន្តែអានេះគឺជាព័ត៌មានដែលគេតំតែអាប់ដេតមកប៉ុន្តែករណីបាញ់បោះហ្នឹងយើងអត់ទាន់បញ្ជាក់ថាបាញ់រយៈពេលមួយផ្លែតឬក៏យ៉ាងណាទេតែគ្រាន់តែគេបញ្ជាក់ថានៅក្នុងព្រឹកថ្ងៃអង្គារនេះគឺមានការសម្លាប់មនុស្សរហូតដល់200នាក់នៅខាង Gaza បាទបានធ្វើឲ្យតម្លៃហាងឆេងមាសមានការស្ទុះឡើងគួបផ្សំទៅនឹងការវាយឬក៏មានអ្នកវាយច្រើនទៀតបានធ្វើតម្លៃហាងឆេងមាសមានការកើនឡើងបន្ថែមទៀតបាទយើងឃើញថាប្រហែលថ្ងៃក្រោយនេះគឺតម្លៃហាងឆេងមាសនៅតែមានការកើនឡើងហើយកាលពីម្សិលមិញខ្ញុំបានប្រាប់បងប្អូនដែរបើសិនជាបិទជាពណ៌ក្រហមមាសអាចចុះមកដល់50-60តែបើសិនជាអត់បិទជាពណ៌ក្រហមទេមាសអាចមានឱកាសឡើងបន្ថែមទៀតបាទអញ្ចឹងបកគោមួយថ្ងៃគឺយើងអស់ហើយយើងអត់ដឹងថាមាសឡើងដល់ណាទៀតទេហើយខ្ញុំតាមស្វែងរកពាក់ព័ន្ធជាមួយនឹងការរំពឹងទុករបស់ធនាគារធំក៏អត់ទាន់ឃើញថាខាងធនាគារណាមួយដែលបញ្ជាក់ថាតម្លៃហាងឆេងមាសមានការកើនឡើងដូចគ្នាឬក៏វាទៅដល់ណាដូចគ្នាណាបងប្អូនបាទអញ្ចឹងយើងមានតែបង្កើតការវាស់ជា target ថាតើមាសឡើងដល់តម្លៃណាហើយវា retrace ចុះមកក្រោមដល់តម្លៃណាទើបយើងល្អនៅក្នុងការបាយឡើងទៅលើតោះជានេះការវិភាគរបស់ខ្ញុំការពីព្រឹកមិញបាទហើយការពីព្រឹកមិញក៏មានខាង Betty គាត់ចុះមកទស្សនកិច្ចដែរបាទហើយខ្ញុំជាប់រវល់ជាមួយនឹងការធ្វើ present ក៏ខ្ញុំអត់បាន record ភ្លាមជូនទៅដល់បងប្អូនពាក់ព័ន្ធជាមួយនឹងតម្លៃហាងឆេងមាសគឺខ្ញុំមើលឃើញឡើងតាមការវាស់ trend line របស់ខ្ញុំក៏ខ្ញុំឃើញថាតម្លៃមាសអាចនឹងមានឱកាសនៅក្នុងការកើនឡើងដូចគ្នាអញ្ចឹងបងប្អូនអ្នកដែលចូលចិត្តវិនិយោគទៅលើតម្លៃហាងឆេងមាសពីខ្ញុំទៅខ្ញុំ recommend បងប្អូនធ្វើអញ្ចេះវិញបាទព្យាយាមរកកន្លែងទិញប៉ុន្តែបច្ចុប្បន្នមាសបានឡើងរៀងខ្ពស់ដែរហើយវាឡើងចូលខ្ទង់ជាង10លេខហើយបើសិនជាបងប្អូនបាយសូមមានការប្រុងប្រយ័ត្នផងពីខ្ញុំទៅបើសិនជាចង់បាយរងចាំវីដេអូត្រេសមកដល់តម្លៃនេះល្អជាងណាបាទរងចាំវីដេអូត្រេសមកដល់តម្លៃនេះល្អជាងនៅក្នុងការបាយបាទគឺតម្លៃ3000ស្ដើងឬក៏ខ្ទង់2990ជាងអីចាំយើងបាយល្អជាងបាទដូចជា98ឬក៏96អីល្អនៅក្នុងការបាយតែម្ដងឬក៏3000 3001អីយើងអាចចាប់ផ្ដើមតេស្តបាយក៏បានដែរបងប្អូនណាបាទព្រោះមាសវាបានឡើងដាច់តម្លៃហ្នឹងបាត់ហើយបាទតោះអញ្ចឹងពីខ្ញុំទៅខ្ញុំមាន support ហើយនឹង resistance ជូនបងប្អូនអរគ្នាបាទដោយសារតែផ្សារវាឡើងទៅបាត់ទៅហើយបាទអញ្ចឹងពីខ្ញុំទៅបើសិនជាបងប្អូនចង់ទិញយើងតេស្តទិញនៅ3000និង3004បាទហើយបើសិនជាបងប្អូនរងចាំតម្លៃល្អនៅក្នុងការទិញរងចាំទិញនៅក្នុងតំបន់នេះក៏បានដែរបាទគឺ2990បាទឬក៏2980ចាំទិញក៏បានដែរណាបងប្អូនបាទហើយសួរថាបើសិនជាចង់ sell យើង sell តម្លៃណាបើមាសវាឡើងខ្ពស់ហើយពីខ្ញុំទៅតម្លៃ2000សំទោស3012និង3016បើសិនជាបងប្អូនចង់ sell សូមមានការប្រុងប្រយ័ត្នផងយើងអាចតេស្ត sell ឬក៏ lot size តូចទៅតែបើសិនជាមួយទៀតគឺចាំ sell នៅទិសដៅទី2 3024និង3028ណាបាទហើយសម្រាប់ថ្ងៃនេះគឺយើងអត់មានទេបាទទិន្នន័យសម្រាប់លុយដុល្លារហើយទីផ្សារនៅក្នុងថ្ងៃនេះខ្ញុំគិតថាអាចនឹងអត់សូវមានការប្រែប្រួលច្រើនទេព្រោះថ្ងៃស្អែកពេលយប់យើងមានព័ត៌មានអត្រាការប្រាក់របស់សហរដ្ឋអាមេរិកបាទអញ្ចឹងពីខ្ញុំទៅនៅក្នុងព្រឹកហ្នឹងគឺខ្ញុំមានប៉ុណ្ណឹងអាប់ដេតជូនទៅដល់បងប្អូនអរគ្នាបាទបើសិនជាបងប្អូនចង់វិនិយោគឬក៏ទិញលក់តម្លៃហាងឆេងមាសជាមួយខ្ញុំផ្ទាល់អាចចុច link ខាងក្រោមដើម្បីមកដល់ Telegram របស់ខ្ញុំផ្ទាល់តែម្ដងបាទអរគុណច្រើនបងប្អូនអរគ្នាបាទជម្រាបលា